នេះយើងមានគម្រោង XL 2026គាត់មកធ្វើការបន្ថែមជាមួយនឹងគ្រប់ក៏ដូចជាកាមេរ៉ាយ៉ាងក្រោយផងដែរសម្រាប់គ្រប់គាត់រើចូលប្រភេទគ្រប់រូតអញ្ចឹងគ្រប់រូតនេះគឺស្មើជាមួយនឹងទ្រង់ឡានរបស់គាត់តែម្ដងអត់មានកពកពីលើអីទេហើយក្នុងឈុតហ្នឹងគឺយើងរៀបជាកញ្ចប់ស្រួលឲ្យភ្ញៀវតែម្ដងបានន័យថាអីបានចាំបាច់ដែលនៅជាមួយគ្រប់ជាពិសេសជាមួយនឹង Lock Scene Raptor ទៅតែម្ដងអញ្ចឹងនៅពេលដែលដាក់គ្រប់គឺយើងថែម Lock Scene Raptor នៅពេលដែលគាត់ចុច Lock គឺទ្វារត្រង់ក្រោយគាត់នេះក៏ជាប់ Lock ដូចគ្នាអញ្ចឹងបើគាត់ចេញទេអញ្ចឹងគាត់ទុកដាក់អីវ៉ាន់អីក៏កាន់តែមានភាពងាយស្រួលបន្ថែមទៀតណាបន្តមកទៀតយើងថែមជាមួយកស៊ូកាត់បន្ថយដីហុយកម្រាលបាតត្រង់ពីព្រោះកម្រាលបាតត្រង់នេះក៏សំខាន់សម្រាប់ការពារភាពសឹកលាត់អីនៅត្រង់ក្រោយរបស់គាត់ពេលដឹកអីវ៉ាន់ដែរហើយយើងក៏ថែមជាមួយនឹងកន្លែងសំណាញ់ដៃវ៉ាន់នេះបន្ថែមមកគ្រាប់ទៀតអញ្ចឹងកាន់តែងាយស្រួលផងដែរសម្រាប់បងដែលត្រូវការគ្រប់អាចមើលជាឈុតនេះបានគឺយើងរៀបជាកញ្ចប់ជូនតែម្ដងសម្រាប់បងដែលត្រូវការក្លុបណាអញ្ចឹងពួកខ្ញុំមានជាប្រភេទក្លុបរូតបែបនេះបងមើលគឺស្មើគ្នាស្អាតប្រេងតែម្ដងអត់មានខ្ពស់ជាងទៀបជាងហ៎គឺបើយើងជិះពីក្រោយបងអត់ដឹងថាឡានហ្នឹងគាត់បានតឡើក្លុបរួចរាល់ទេអញ្ចឹងដាក់មកឃើញមកស្អាតដដែលសម្រាប់ក្លុបរូតចំនួនថ្មីនេះណាហើយនៅក្នុងឈុតហ្នឹងគឺខ្ញុំ free ជាមួយនឹង Lock Scene Raptor ផងដែរអញ្ចឹងវាដំណើរការជាមួយនឹងទ្វារទាំង5របស់ទ្វារទាំង4របស់យើងតែម្ដងអញ្ចឹងនៅពេលដែលយើងចុច Lockអញ្ចឹងទ្វារយើងខាងក្រោយនេះក៏ជាប់ដូចគ្នាបើកអត់បានទេនៅពេលដែលយើង unlock វិញទើបទ្វារខាងក្រោយយើងនេះបើកបាននេះអញ្ចឹងលក្ខណៈពិសេសនៃក្លោកនៃ Lock Scene គឺបែបហ្នឹងគឺអត់មានតាក់អីទេហើយអានេះនៅពេលដែលយើងបើកដំណើរការគ្រប់ណាគឺល្អប្រល់ទេអញ្ចឹងការប្រើប្រាស់គឺស្រួលទេសម្រាប់គ្រប់រូតណាខាងក្នុងវាគឺវាប៉ុណ្ណឹងហើយមានធុងខាងក្រោមនោះមួយហើយបើសិនជាបងគិតថាអត់ចង់បានអាហ្នឹងគឺយើងមានប្រភេទក្លុបមួយទៀតជាប្រភេទ Top Flip Junior 3បតវិញគឺអត់មានធុងខាងក្រោមហ្នឹងឯងហើយនៅក្នុងឈុតហ្នឹងគឺយើង free ជាមួយការ៉ាបាត្រង់ជាមួយនឹងសំណាញ់ការពារដាក់អីវ៉ាន់កន្លែងទៀតនេះផងដែរអញ្ចឹងមួយ set នេះគឺយើងរៀបចំឲ្យភ្ញៀវស្រួលប្រើប្រាស់តែម្ដងដាក់មួយ set នេះគឺចំណេញសម្រាប់ការប្រើប្រាស់គ្រប់រូបអរគុណច្រើន